ពិភពមកសមុទ្រនៅក្បែរកោះស្ដេចបើសិនជាបងប្អូនបានទៅលេងកោះស្ដេចកុំភ្លេចជិះទូកទៅស្ទូចត្រីលេងនៅកោះឆាន់ព្រោះថាវាគឺជាកោះដែលអត់មានមនុស្សនៅទេហើយពោពេញទៅដោយថ្មអញ្ចឹងគឺសម្បូរទៅដោយជីវៈចម្រុះរស់នៅទីនោះជាពិសេសគឺមឹកនិងមងដែលបើយើងបានទៅជាមួយអ្នកចេះស្ទូចដោយការខ្ញុំទៅនេះវិញគឺថាអត់ខ្វះហូបទេរីឯត្រីក៏សម្បូរមិនណយដែរនិយាយទៅហើយនៅទីនោះក៏ជាកន្លែងមួយដ៏ពិសេសសម្រាប់ការចោះមើលផ្កាថ្មនិងចោះទៅរកប្រភេទសត្វសមុទ្រផ្សេងៗដូចជាប៉ៅហ៊ឺកម្ពុជាសមុទ្រនិងក្រុមអីអញ្ចឹងតែយើងក៏ត្រូវទៅចំតកងទូកដែលគាត់អាចជួយចោះទៅរកអីយើងបានដែរនិយាយទៅព្រោះអីវាត្រូវការឧបករណ៍ជាមួយទឹកដើម្បីចោះទៅក្រោមរកវានឹងដូចតកងទូកខ្ញុំអញ្ចឹងអ្នកណាមិនស្គាល់ប្រូឆាត់ក៏ស្ដាច់គឺថាកំពូលអ្នកនាំភ្ញៀវឲ្យបងប្អូនទាំងអស់គ្នាអញ្ចឹងកាលនោះបានគាត់នឹងឯងជាអ្នកនេសាទឲ្យពួកខ្ញុំហូបនឹងដែលដោយបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងថាបានគ្រឿងសមុទ្រស្រស់ៗយកទៅធ្វើហូបភ្លាមៗបែបនេះគឺថារសជាតិមានតែមួយគ្មានពីរទេនិយាយមែនហ្មងអញ្ចឹងសរុបសេចក្តីមកបើសិនជាយើងចង់ចំណាយពេលស្ទូចត្រីលេងអីហ្នឹងគឺយើងអាចចេញទូកទៅចំណាយពេលមួយថ្ងៃពេញហ្មងនៅទីនោះបានដោយមិនចាំបាច់ទៅណាចុះឡើងនាំតខាពេលទេបងប្អូនទាំងអស់គ្នាដែលដោយខ្ញុំប្រាប់មុននឹងអញ្ចឹងថាទីនោះគឺមានគ្រប់សពដែលយើងអាចធ្វើបានតែទីសងថាយើងទៅជាមួយនរណាដែរនិយាយទៅបើថាចំអ្នកបកកាយស្ទូចបកកាយរោគអីហ្នឹងគឺថាសប្បាយហើយគ្នាយើងអញ្ចឹងអរគុណដល់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ